សហរដ្ឋអាមេរិកបានរំកិលសពាវុធកំណាយរបស់ខ្លួនទៅជិតកោះតៃវ៉ាន់ចាប់តាំងពីថ្ងៃទី30ខែធ្នូឆ្នាំ2025មកពលគឺមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីចិនបានឡោមព័ទ្ធតៃវ៉ាន់ពីទិសទាំង6នៅក្នុងសមយុទ្ធធរឆ្នាំ2025ដែលចាប់ផ្ដើមពីថ្ងៃទី29ខែធ្នូភ្នាក់ងារព័ត៌មាន Reuters ក៏បានរាយការណ៍ផងដែរថាកងទ័ពជើងទឹកសហរដ្ឋអាមេរិកបានដាក់ពង្រាយក្រុមនាវាផ្ទុកយន្តហោះ2ក្រុមចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចនាវាផ្ទុកយន្តហោះទាំងនេះដោយថាមពលនុយក្លេអ៊ែរដែលអាចដំណើរការបាន25ឆ្នាំដោយមិនចាំបាច់ចាក់ប្រេងហើយនាវានេះអមដំណើរដោយនាវាចម្បាំងនិងនាវាពិឃាតដែលបំពាក់មីស៊ីល Aegis មានសមត្ថភាពស្ទាក់ចាប់យន្តហោះចម្បាំងស្ទាក់ចាប់មីស៊ីលដែលមានប្រព័ន្ធនាំផ្លូវនិងបំផ្លាញមីស៊ីលផ្លោងគ្រប់ប្រភេទដែលផ្លោងចូលទៅក្នុងដែនសមុទ្រនិងលំហអាកាសទន្ទឹមនឹងនោះសហរដ្ឋអាមេរិកក៏បានដាក់ពង្រាយយន្តហោះចម្បាំង F-35B ផងដែរ F-35B ជាយន្តហោះបំបាំងកាយចំនួនទី5ដែលរ៉ាដាមិនងាយរកឃើញវាមានឧបករណ៍ចាប់សញ្ញាទំនើបនិងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកដែលអនុញ្ញាតឲ្យអ្នកបើកយន្តហោះរកឃើញនិងវាយប្រហារគោលដៅដោយផ្អែកទៅលើទិន្នន័យសមរភូមិជាក់ស្ដែងហើយវាក៏មានភ្ជាប់ជាមួយនឹងបណ្ដាញនាវាចម្បាំងទៀតផងបន្ថែមពីលើនេះ F-35B អាចហោះនិងចុះចតបញ្ឈរយ៉ាងលឿនរហ័សដោយមិនត្រូវការផ្លូវរត់នោះឡើយនេះបើយោងទៅតាម News on Air ចំណាត់ការរបស់អាមេរិកកើតឡើងស្របពេលដែលអាមេរិកជំរុញឲ្យចិនបញ្ឈប់ការឡោមព័ទ្ធកោះតៃវ៉ាន់ជាបន្ទាន់ដោយអាមេរិកចាត់ទុកថាសមយុទ្ធរយៈពេល10ថ្ងៃដែលចិនឲ្យឈ្មោះថាបេសកកម្មយុទ្ធធរឆ្នាំ2025នេះគឺជាសមយុទ្ធដែលមិនចាំបាច់ទាល់តែសោះក៏ប៉ុន្តែចិនអះអាងថាសមយុទ្ធនេះគឺជាការព្រមានតៃវ៉ាន់កុំឲ្យបំបីខ្លួននិងកុំឲ្យបរទេសលូកលាន់ចិនប្រើយន្តហោះចម្បាំង130គ្រឿងនិងនាវាពិឃាត22គ្រឿងព័ទ្ធតៃវ៉ាន់ពី6ទិសនិងបានបាញ់ផ្លោងគ្រាប់ពិតរួមទាំងមីស៊ីលនិងរ៉ុកែតហោះរំលងកោះតៃវ៉ាន់បានដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសនិងនាវាមួយទឹកត្រៀមទប់ទល់ចិន